តថ្ងៃនេះរំលឹកជាគុណម្ដងមើលខានធ្វើយូរហើយ20 30ឆ្នាំហើយកៅក្មេងៗចាឥឡូវទិញម្សៅបានមកហើយមិនបាច់ពិបាកកើតអីឬក៏មុនទៀតទេដាក់ចូលក្នុងកធុនហើយទឹកក្តៅដែលយើងដាំពុះឆ្អិនហើយយើងដួសមកចាក់អ៊ុនៗមកដាក់ចូលម្សៅកូរទៅចាហើយខ្ទិះដូង2ថង់មិញយើងទុកដាក់ចំក្រោយអាហ្នឹងក្បាលខ្ទិះអឺទឹកពេលយើងដាក់នោះវាស្ទើរនៅស្ងួតយើងអាចថែមទៀតហើយយើងបោកម្សៅឲ្យវាល្មួតចូលគ្នាឲ្យស្ងួតហើយចាំយើងពូនជាដុំតូចចានេះទឹកក្តៅនៅលើឆ្នាំងពុះហើយយើងដាំសម្រាប់ដាក់ចូលដែលគ្រាប់តូចដែលយើងធ្វើហើយហ្នឹងយើងដាក់ចូលទៅឆ្នាំងហ្នឹងណាបងប្អូនហ្នឹងហើយចាមូជាដំបងបានប៉ុណ្ណេះដែរខានធ្វើយូរដុំខ្លះវារាងស្អាតខ្លះរាងអត់សូវមូល្អយើងដាក់ចូលហើយទឹកក្តៅពងពុះឆ្អិនហ្នឹងបើគ្រាប់ណាដែលណាយើងបាននេះថាឆ្អិនហើយនេះទឹកសាបនៅឆ្នាំងមួយផ្សេងទៀតទឹកត្រជាក់ធម្មតាបងប្អូនយើងដាក់ឆ្នាំងផ្សេងមួយទៀតសម្រាប់តែពេលគ្រាប់នឹងឆ្អិនដែលមកលើបាននេះឆ្អិនហើយអញ្ចឹងយើងស្រង់យកមកដាក់នៅក្នុងឆ្នាំងមួយទៀតនេះដែលជាទឹកធម្មតាហើយយើងពូនបដាយើងបោកម្សៅបដាអញ្ចឹងឲ្យវាស្មូតស្មូតទៀតហ្នឹងហើយឲ្យវាល្អស្មូតហើយពេលណាយើងស្ទើរទឹកយើងថែមទឹកចឹងទៅព្រោះចង់ថែមជ្រុលយើងដាក់ម្សៅថែមទៀតណាបងប្អូនចាថ្ងៃនេះចង់មូលរបៀបប្រចាំណោះហើយបានតែប៉ុណ្ណាចង់សាកមួយលេងដោយសារខានធ្វើយូរហើយចឹងចេះចង់ធ្វើរបៀបជាពុំទៅជានំអីផ្សេងទៀតហើយដាក់ចូលទៅចាឥឡូវមូបដាទៀតបានរៀងគ្រាន់បានដែរហើយច្រើនដែរហើយយើងស្វាំងមកទៀតក្របណាដែលឆ្អិនដែលមកលើយើងស្រង់ដាក់ទៅទឹកត្រជាក់ហើយមិញហ្នឹងចង់បិទជាបេះដូងប៉ុន្តែវាអត់ចាញ់រៀបបេះដូងឯងចេះដាក់ទៅគ្រាប់ខ្លះមូលគ្រាប់ល្អខ្លះអត់សូវមូលទេខ្លះរៀងដាច់ចឹងបងប្អូន